symbol វាស្ថិតនៅក្នុង insert បាទហើយនៅក្នុងនោះវាមានពាក្យ symbol បាទ symbol នេះគឺប្រើសម្រាប់ទុកនិមិត្តសញ្ញាបាទអញ្ចឹងនិមិត្តសញ្ញាហ្នឹងវាមានសម្រាប់យើងដាក់អាហ្នឹងគេហៅថាដូចជាអក្សរខណ្ឌរបស់វាបាទដែលវាខណ្ឌទៅលើដូចព្រះរាជាណាចក្រកម្ពុជាទៅលើអីផ្សេងៗហ្នឹងបាទអញ្ចឹងការប្រើប្រាស់ symbol នេះវាមានច្រើនបាទអ្នកនរគ្នាចុចទៅលើ more symbol មកអ្នកនរគ្នានឹងឃើញរូបដូចមិញចឹងបាទដែលវាមាននៅក្នុង web link ឬក៏ wing link ហ្នឹងឯងណាអញ្ចឹងយើងអាចយករូបទាំងអស់ហ្នឹងមកច្នៃបាទឥឡូវឧទាហរណ៍ដូចជាខ្ញុំចង់ដាក់របាខណ្ឌរបស់វានេះខ្ញុំចង់ប្រើ mode នេះចុះបាទអញ្ចឹងយើង insert វាអញ្ចឹងអានេះ mode នេះចេញអានេះ mode នេះចូលបាទ select លើវាមកហើយយើងចុច insert មួយចូលមួយនេះ insert មួយចូលមួយ insert 2ចូល2 insert 3ចូល3នេះវាមិនចេញមកខាងណានេះដោយសារវាធំពេកវាបាំងតែប៉ុន្តែយើងទាញទៅដល់ហើយនេះវាមើលអត់ឃើញបាទដល់ពេលអានេះវិញដាក់របាកដាលវា insert មួយមកហើយអានេះយើងដាក់បិទវាមកវិញបាទនេះក្បាលចូលនេះក្បាលចេញវិញ insert 3ដងមកបាននេះ2អញ្ចឹងមើលថាខ្វះទេ select លើវា control C control V មក copy វាមកអញ្ចឹងដាក់មកចម្រៀង3មកបាទណាអញ្ចឹងយើងធ្វើទៅជារបាខណ្ឌនៃមួយបាទតាមពិតបើសិនណាជាអ្នកនរគ្នាមានបញ្ចូល font តាក់តែងទៀតវាហៅទៅស្រួល font តាក់តែងគឺប្រើសម្រាប់តាក់តែងពួកហ្នឹងណាបាទ font តាក់តែងគឺនេះតួអក្សរដែលយើងវាយទាំងប្រមាណហ្នឹងណាសំខាន់នេះនៅក្នុង font នេះតាមពិតបើយើងវាយអក្សរធម្មតាវាចេញ A B C អញ្ចឹងទៅណាតែបើសិនណាជាយើងដូរវាទៅជា font តាក់តែងទៀត RST OPQ RST នេះអត់អីហើយវាយមក PA បាទនេះតាក់តែងនេះ PAC នេះតាក់តែងណា font ហ្នឹងមានលុះត្រាតែយើងបញ្ចូលវាបាទអញ្ចឹង font តាក់តែងតែមើលខ្ញុំវាយអក្សរ A វាចេញចេះវាយអក្សរ B មើលវាចេញផ្កាណាអក្សរទាំងប្រមាណវាចេញផ្កាទាំងអស់ហើយ mode ដែលគេនិយមប្រើវានៅក្នុងការប្រើរចនាបថហ្នឹងគឺលេខ6បាទនេះមើលលេខ6ដល់ដល់នេះចុចទៅយើងមើលទៅអត់ដឹងថាស្អាតទេដល់ពេលយើង select វាធំបាទអាហ្នឹង font តាក់តែងប្រើនៅក្នុង insert symbol ដូចគ្នាណាចឹងខ្ញុំសូមភ្ជាប់តិចចុះដោយសារអ្នកនរគ្នាវាយអក្សរទៅជួនកាលវាឃ្លាតគ្នាធំណាដោយសារវានៅក្នុង page layout នេះបាទអ្នកនរគ្នាជួនកាល enter មកវាចេញគម្លាតគ្នាធំមែនអត់បាទអញ្ចឹងយើងពេលណាដែលវាចេញគម្លាតធំអ្នកនរគ្នាចេញទៅលើ page layout យើងបរួមវានេះកុំឲ្យវាឃ្លាតគ្នាធំពេកបាទហើយករណីឃ្លាតគ្នាធំមួយទៀតវាអាចមកពីអីគេមកពី paragraph នេះជួនកាលយើងបរួមវាស្មើ0ហើយប៉ុន្តែ paragraph វានៅdouble line ឬក៏នៅ 1.5 line បាទ double line បានថាវា1ជា2បើ1.5 line បានថាវា1ពាក់កណ្ដាលបាទអញ្ចឹងទោះបីជាយើងជួនកាលយើងសេរីអាហ្នឹងស្មើ0ហើយប៉ុន្តែអាហ្នឹងនៅតែឃ្លាតគ្នាធំអញ្ចឹងណាបាទមកពីអីមកពីវា double line មក enter 1វាស្មើនឹង enter 2ដងយល់អត់អញ្ចឹងសេរីវាស្មើ single line វិញបាទអញ្ចឹងដើម្បីសេរីវានៅក្នុង page layout នេះដដែលនេះ paragraph នេះជួនកាលយើងសេរីអាហ្នឹងហើយវាអត់ដើរយើងចុចទៅលើ paragraph ហ្នឹងអ្នកកន្លែងនេះណាកន្លែង line spacing ហ្នឹងអ្នកនរគ្នាយក single ហើយ OK មកពេលនោះវាដើរធម្មតាវិញណាអញ្ចឹង